យើងជាខ្មែរដូចគ្នាប៉ុន្តែប្រាក់រង្វាន់និងខ្សែក្រវ៉ាត់អ្នកណាខ្លាំងអ្នកនឹងយកក៏ក្រៅសង្វៀន Gensburg លងពិសិដ្ឋត្រៀមខ្លួនរួចរាល់ដើម្បីស្វាគមន៍លោកគ្រូតូចពេជ្រសង្ហៈដណ្ដើមខ្សែក្រវ៉ាត់ Gensburg នារាត្រីថ្ងៃសៅរ៍ទី17មករាឆ្នាំ2026នេះខាងជួបគ្នាជាច្រើនសប្តាហ៍មានពិតតែការវិលត្រឡប់មកវិញនៃកម្មវិធីប្រដាល់ Gensburg ដែលមានឈ្មោះថា Super គុណខ្មែរពិតជាមិនធ្វើឲ្យអ្នកគ្រប់គ្រងខកបំណងទេការត្រឡប់មកវិញនាដើមឆ្នាំ2026នេះ Gensburg បានដាក់ខ្សែក្រវ៉ាត់មួយគ្រឿងឲ្យអ្នកប្រដាល់ដែលមានរហស្សនាមកណ្ដុលជ្រែកដីនិងគ្រូតូចមកលបងស្នៀតគុណអ្នកដែលឈ្នះទើបជាអ្នកគ្រងខ្សែក្រវ៉ាត់នេះពិតប្រាកដការវិលត្រឡប់មកវិញក្នុងពិភពប្រដាល់នឹងមានការផ្ដល់ឱកាសជាថ្មីរបស់គ្រូបង្វឹកផងនោះឡុងពិសិដ្ឋបានសង្ងំសំលៀងវិជាគុណគោរពវិន័យនិងត្រៀមខ្លួនរួចរាល់ដើម្បីផ្ដល់រសជាតិថ្មីលើសមរភូមិសង្វៀនមិនឲ្យទស្សនិកជនខកបំណងទេពិសិដ្ឋក៏បានផ្ដាំទៅកូនសិស្សលោកពេជ្រសុផាន់ថាយើងខ្មែរដូចគ្នាតែប្រាក់រង្វាន់អ្នកខ្លាំងជាងអ្នកនោះជាអ្នកទទួលបានសម្រាប់ការវឹកហាត់រងថ្ងៃហ្នឹងគឺផ្ដោតឡានច្រើនហ្មងគឺយើងសាកកម្លាំងយើងមើលគឺអត់អីយើងអាចវាយបានអាចឡាំមួយសិស្សបងសិស្សអីបានគឺអារម្មណ៍ភ័យអតែខ្ញុំនឹងព្យាយាមធ្វើបានល្អប្រកួតនេះហ្មងសម្រាប់សង្ហៈគឺគាត់ល្អគាត់ឡើងខ្ញុំមិនដែរប៉ះគ្នាខ្ញុំមើលគាត់ទៅគឺល្អគាត់កលាបុកល្អបុកហើយស៊ូគាត់ក៏ល្អដែរខ្ញុំមើលឃើញគាត់គឺឡើងជាងមុនឡើងខ្លាំងវាខុសគ្នាក្បាច់ខុសគ្នាខ្លះបុកមកទាត់ផ្សេងជង្គង់ផ្សេងហ្មងពេលសង្ហៈគាត់បុកដៃច្រើនអញ្ចឹងសម្រាប់ខ្ញុំប្រកួតរហូតបងប្រកួតអាពេលគេសង្គ្រាមហ្នឹងខ្ញុំវឹកហាត់រហូតអត់ដែរឈប់បាទសម្រាប់ខ្ញុំចាំមើលជាក់ស្ដែងនឹងការប្រកួតយើងធ្វើបានបែបណាយើងធ្វើបែបហ្នឹងវិលមកវិញនេះគឺយើងត្រូវធ្វើឲ្យបានល្អឲ្យពុកម៉ែបងប្អូនគាត់ពេញចិត្តយើងវិញសម្រាប់ខ្ញុំមានផ្ដាំផ្ញើឡើងលើសង្វៀនឲ្យអស់សមត្ថភាពរៀងខ្លួនហ្មងរៀបឲ្យអស់ឲ្យកុំឲ្យម្ចាស់កម្មវិធីគាត់ខកបំណងលើយើងទាំងពីរដែលបានប៉ះគ្នាហ្មងបាទចេញឲ្យអស់រៀងខ្លួនហ្មងពេលចង្ហាក់ថ្ងៃ17នេះជួបគ្នាមានប្រហែលចេញឲ្យអស់មកនៅលើសង្វៀនយើងជាសត្រូវចុងមកវិញចាំយើងរាប់អានគ្នាទៀតយើងជាខ្មែរដូចគ្នាតែប្រាក់រង្វាន់អ្នកណាខ្លាំងជាងអ្នកនឹងយកជួបគ្នាថ្ងៃ17សូមបញ្ជាក់ដែរថាលងពិសិដ្ឋត្រូវប៉ះកីឡាករពេជ្រសង្ហៈលើសង្វៀន Gensburg ដើម្បីប្រជែងគ្នាដណ្ដើមខ្សែក្រវ៉ាត់លើប្រភេទទម្ងន់51គីឡូក្រាមការប្រកួតមួយនេះនឹងធ្វើឡើងនារាត្រីថ្ងៃសៅរ៍ទី17មករាឆ្នាំ2026ចាប់ពីវេលាម៉ោង 8 យប់តទៅនៅ CTN ជំនួបមួយនេះតើលោកអ្នកជ្រើសយកអ្នកណាការប្រកួតនេះចាប់ទឹកដែរឬទេតើពិសិដ្ឋឬពេជ្រសង្ហៈអ្នកណានឹងក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ចង់ដឹងច្បាស់សូមអញ្ជើញចូលរួមទស្សនាដោយសេរីនៅស្ទូឌីយោម៉ាស៊ីនត្រជាក់ CTN ឬសីកែវឬលោកអ្នកអាចទស្សនាលើ Facebook ផ្លូវការរបស់ CTN CNC Sport និង Page Gensburg